ការបោះឆ្នោតនៅមីយ៉ាន់ម៉ាបានបញ្ចប់ដោយបក្សសិទ្ធិយោធារំពឹងឈ្នះភ្លុកទឹកភ្លុកដីការបោះឆ្នោតជ្រើសរើសសមាជិកសភានៅមីយ៉ាន់ម៉ាបានបញ្ចប់ហើយនៅថ្ងៃទី25ខែមករាបន្ទាប់ពីការបោះឆ្នោតជុំទី3ដែលជាជុំចុងក្រោយលទ្ធផលពីជុំកន្លងមកបានបង្ហាញថាបកដែលគ្រប់គ្រងដោយយោធានឹងទទួលបានជ័យជំនះយ៉ាងភ្លុកទឹកភ្លុកដីដែលនឹងបើកផ្លូវដល់ការបន្តការកាន់អំណាចរបស់ក្រមយោធាក្រោមរូបភាពដែលអន្តរជាតិចាត់ទុកជារឿងคล้ายៗដោយសារចំនួនផ្ទៃក្នុងដែលចាំរុំដោយការប្រយុទ្ធគ្នាការបោះឆ្នោតសភានៅមីយ៉ាន់ម៉ាដែលរៀបចំដោយរដ្ឋាភិបាលយោធាត្រូវធ្វើជា3ដំណាក់កាលការបោះឆ្នោតជុំចុងក្រោយត្រូវធ្វើនៅថ្ងៃទី25ខែមករានៅតាមមណ្ឌលបោះឆ្នោតជាច្រើនកន្លែងនៅទូទាំងប្រទេសការបោះឆ្នោតនេះទៀតសោតមានត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះមុនខួប5ឆ្នាំនៃរដ្ឋប្រហារដែលដឹកនាំដោយឧត្តមសេនីយ៍មីនអងឡាងក្នុងការបោះឆ្នោតនេះរបបយោធាសន្យានឹងប្រគល់អំណាចទៅឲ្យប្រជាជនវិញប៉ុន្តែដោយសារលោកស្រីអ៊ុងសានស៊ូជីនៅតែស្ថិតក្រោមការឃុំខ្លួនហើយគណៈបកដ៏ពេញនិយមយ៉ាងខ្លាំងរបស់លោកស្រីត្រូវបានរំលាយថែមទៀតសម្រាប់ការបោះឆ្នោតចុងក្រោយនេះមេដឹកនាំរបបយោធាមីនអងឡាងដែលមិនបដិសេធទទួលយកតំណែងប្រធានាធិបតីបន្ទាប់ពីការបោះឆ្នោតនេះក៏ត្រូវត្រួតពិនិត្យការិយាល័យមួយកន្លែងនៅទីក្រុងម៉ាន់ដាឡេដោយស្លៀកពាក់សម្លៀកបំពាក់ស៊ីវិលនេះជាផ្លូវដែលប្រជាជនជ្រើសរើសប្រមុខយោធាមីយ៉ាន់ម៉ាឆ្លើយតបបែបនេះទៅនឹងសំណួររបស់ទីភ្នាក់ងារសារព័ត៌មាន AFP មុនបន្តថាប្រជាជនមីយ៉ាន់ម៉ាអាចគ្រប់គ្រងអ្នកណាដែលពួកគេចង់គ្រប់គ្រងការបោះឆ្នោតមិនត្រូវបានធ្វើឡើងនៅក្នុងតំបន់ដែលកាន់កាប់ដោយកម្លាំងប្រឆាំងឡើយស្របពេលដែលនៅក្នុងតំបន់ដែលគ្រប់គ្រងដោយយោធាអ្នកខ្លំមើលសិទ្ធិមនុស្សនិយាយថាការបោះឆ្នោតជ្រើសរើសបេក្ខជនដែលមានលក្ខណៈបង្ខិតបង្ខំនិងការបង្ក្រាបអ្នកប្រឆាំងគណៈបករួបរวมសាមគ្គីភាពនិងអភិវឌ្ឍដែលពោពេញទៅដោយមន្ត្រីយោធាចូលនិវត្តន៍បានឈ្នះជាង 85% នៃអាសនៈសភាជាន់ទាបនិង 2/3 នៃអាសនៈសភាជាន់ខ្ពស់ក្នុងដំណាក់កាល2ដំបូងនៃការបោះឆ្នោតជ័យជំនះរបស់បកនេះនឹងអនុញ្ញាតឲ្យយោធាបន្តដឹកនាំប្រទេសក្រោមរូបភាពរដ្ឋាភិបាលស៊ីវិលវិញម្ដងហើយលោកមីនអងឡាងក៏មានសង្ឃឹមច្រើនអង្គុយកៅអីប្រធានាធិបតីដែរលទ្ធផលផ្លូវការត្រូវរំពឹងថាប្រកាសនៅចុងសប្តាហ៍នេះរដ្ឋធម្មនុញ្ញដែលព្រៀងដោយយោធាក៏ផ្ដល់ឲ្យកងកម្លាំងប្រដាប់អាវុធនៅអាសនៈ 1/4 នៅក្នុងសភាទាំងពីរជាន់ជាស្រេចដូចនេះវាមិនមែនជារឿងលំបាកសម្រាប់យោធាឡើយក្នុងការគ្រប់គ្រងបេក្ខជនប្រធានាធិបតី